ម្ដាយកូនស្រស់ដៃគ្នាណាស់ដាណាភិននិងថៅកែពេជ្រត្រីដាណាបន្តប្រមូលមូលនិធិនិងស្បៀងជូនជនភៀសឹកយ៉ាងសកម្មកន្លងមកមហាជននិយមតាមដានពីក្រុមគ្រួសារថៅកែពេជ្រត្រីដាណាច្បាស់ជាបានជ្រាបរួចមកហើយពីការងារសប្បុរសធម៌របស់ក្រុមគ្រួសារថៅកែពេជ្ររូបនេះដែលតែងតែជួយទៅដល់អ្នកខ្វះខាតនិងគ្រប់ការងារសង្គមផងដែរយ៉ាងណាមិញស្របពេលកម្ពុជាកំពុងរងការវាយប្រហារពីប្រទេសថៃរីឯប្រជាជននៅតាមតំបន់ក្តៅបានជម្លៀសខ្លួនដើម្បីស្វែងរកទីទួលសុវត្ថិភាពទាំងមិនទាន់បានត្រៀមខ្លួនទុកមុនបង្កឲ្យមានការខ្វះខាតអាហារនិងសម្ភារៈផ្សេងៗនៅក្នុងនោះគេបានឃើញកូនស្រីរបស់ថៅកែពេជ្រត្រីដាណាគឺកញ្ញាដាណាភិនបានបង្កើតមូលនិធិដើម្បីស្វែងរកជំនួយជួយទៅដល់ជនភៀសឹកនិងកងទ័ពផងដែរនៅក្នុងនោះអ្វីដែលធ្វើឲ្យចាប់អារម្មណ៍និងសរសើរដល់ម្ដាយកូនពីររូបខាងលើនេះក៏ព្រោះតែកូនស្រីគឺដាណាភិននៅតែបន្តស្វែងរកជំនួយនិងរៀបចំចាត់ចែងប្រាក់មូលនិធិជូនដល់ជនភៀសឹកខណៈអ្នកម្ដាយគឺថៅកែស្រីពេជ្រទីរេណាគឺជាអ្នកចោះយកអំណោយជូនទៅដល់ជនភៀសឹកដោយផ្ទាល់ផងដែរគួរជំរាបថាមូលនិធិដាណាភិនមិនត្រឹមតែទទួលតែថវិកាប៉ុណ្ណោះទេតែមហាជនដែលចង់ចូលរួមជាស្បៀងនិងសម្ភារៈក៏អាចទៅកាន់ទីតាំងមូលនិធិដាណាភិនដោយផ្ទាល់បានផងដែរបាទសម្រាប់ព័ត៌មានមួយទៀតគឺមានចំណងជើងថាទូរស់នៅឆ្លងប្រទេសឆ្លងទ្វីបតែកូនខ្មែរប៉ុន្មានរូបនេះមានឥទ្ធិពលសម្លេងខ្លាំងក្លាស្ទុះស្ទាននាំយកសម្លេងដ៏ឈឺចាប់ពីការឈ្លានពានរបស់យោធាថៃនិងអន្តរជាតិបានដឹងក្នុងនាមជាកុលបុត្រខ្មែរក្នុងនាមជាអ្នកមានឈាមជ័រជាខ្មែរក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជាកំពុងរងនឹងការបាញ់ប្រហារឈ្លានពានពីសំណាក់យោធាថៃនៅតាមបណ្ដោយព្រំដែនយើងសង្កេតឃើញកុលបុត្រកម្ពុជាដែលមានឥទ្ធិពលសម្លេងដ៏ខ្លាំងក្លាកំពុងរស់នៅក្រៅប្រទេសបានពួតដៃគ្នាជូនដំណឹងទៅកាន់អន្តរជាតិអំពីការឈ្លានពានវាយប្រហារដ៏ព្រៃផ្សៃរបស់យោធាថៃមកលើកម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាពថ្ងៃនេះយើងសូមលើកយកនៅកុលបុត្រដែលមានឈាមជ័រជាខ្មែរប៉ុន្មានរូបដែលកំពុងរស់នៅក្រៅប្រទេសដែលកំពុងស្ទុះស្ទាឈឺឆ្អាលនិងនាំយកសម្លេងដ៏ឈឺចាប់មួយនេះឲ្យអន្តរជាតិបានដឹងមានដូចជាទី1គឺអ្នកស្រីស្រួងភាវីនៅថ្ងៃទី12ខែធ្នូឆ្នាំ2025នេះអ្នកស្រីស្រួងភាវីដែលមានឈាមជ័រជាខ្មែរកំពុងរស់នៅក្រៅប្រទេសពលគឺប្រទេសកូរ៉េបានបង្ហោះសារឲ្យដឹងពីបេសកកម្មរបស់គាត់ក្នុងការជួយជនភៀសឹករបស់ប្រទេសកម្ពុជាដោយអ្នកស្រីនឹងរាយការណ៍អំពីស្ថានភាពរបស់ជនភៀសឹកកម្ពុជាទៅក្នុងកាសែតកូរ៉េនិងផ្សព្វផ្សាយសម្លេងរបស់ពួកគេទៅកាន់ពិភពលោកទី2គឺលោកមូនពេជ្រនៅថ្ងៃទី12ខែធ្នូឆ្នាំ2025លោកមូនពេជ្រដែលមានឈាមជ័រជាខ្មែរកំពុងរស់នៅសហរដ្ឋអាមេរិកបានបង្ហោះសារឲ្យដឹងថាលោកបានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់សភានិងព្រឹទ្ធសភាអាមេរិកដើម្បីប្តឹងប្រទេសថៃពីការដែលយោធាថៃបានប្រើប្រាស់សពាវុធអាមេរិកឈ្លានពានប្រទេសកម្ពុជាដោយខុសច្បាប់និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមកលើប្រជាជនខ្មែរលោកបានបញ្ជាក់ថាលិខិតនេះបើទោះបីជាមិនអាចបញ្ឈប់សកម្មភាពរបស់យោធាថៃភ្លាមៗបានប៉ុន្តែវាជាសម្លេងរបស់ពួកយើងទៅកាន់អន្តរជាតិឲ្យបានដឹងពីការឈ្លានពានដោយខុសច្បាប់របស់ថៃមកលើប្រទេសកម្ពុជានិងឧក្រិដ្ឋកម្មរបស់ពួកគេមកលើប្រជាជនខ្មែរទី3លោកស្រីម៉ានិចម៉ៅលោកស្រីម៉ានិចម៉ៅដែលគេស្គាល់ថាជានារីជនជាតិកម្ពុជាដែលមានព្រេងវាសនាខ្ពស់រៀបការនឹងម្ចាស់ប្រាសាទបានដេញបុកនាប្រទេសលុចសម្បួរនៅថ្ងៃទី10ខែធ្នូឆ្នាំ2025បានបញ្ជាក់ឲ្យដឹងថាអង្គការសិទ្ធិមនុស្សអន្តរជាតិនៅប្រទេសលុចសម្បួរបានរៀបចំក្បួនដង្ហែមួយអំពីសិទ្ធិមនុស្សក្នុងនោះលោកស្រីនិងស្វាមីព្រមទាំងបងប្អូនខ្មែររស់នៅទីនោះក៏ដូចជាបរទេសជាច្រើនទៀតបានធ្វើការដង្ហែនិងប្រកាសសូមឲ្យប្រទេសថៃគោរពច្បាប់មនុស្សធម៌អន្តរជាតិថៃត្រូវតែបញ្ឈប់នូវការវាយប្រហារទៅលើជនស៊ីវិលស្លូតត្រង់ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មសង្គ្រាមលោកស្រីបានប្រកាសឲ្យដឹងថាបរទេសចាប់ផ្ដើមស្គាល់និងដឹងធាតុពិតចរិតសាហាវរបស់សៀមឈ្លានពានមកលើខ្មែរយើងហើយដែលរូបភាពជាច្រើនគឺបានផ្សាយនៅទូរទស្សន៍ RTL របស់ប្រទេសលុចសម្បួរទី4អ្នកនាងឡុងម៉ូនីកាអ្នកនាងឡុងម៉ូនីកា
ដែលមានស្វាមីជាជនជាតិអាល្លឺម៉ង់នៅថ្ងៃទី12ខែធ្នូឆ្នាំ2025នេះបានបង្ហាញពីសកម្មភាពលើកបដានិងទង់ជាតិកម្ពុជានៅក្នុងផ្សារណូអែលជាមួយនឹងស្វាមីលោក Michael ដើម្បីបង្ហាញទៅកាន់អន្តរជាតិថាប្រទេសថៃជាអ្នកចាប់ផ្ដើមសង្គ្រាមជាថ្មីរីឯកម្ពុជាពិតជាត្រូវការសន្តិភាពខណៈពេលដែលនៅប្រទេសអាល្លឺម៉ង់កំពុងរៀបចំពិធីបុណ្យណូអែលសូមបញ្ជាក់ផងដែរថាក្រៅពីនេះក៏មានប្រជាជនកម្ពុជាយើងជាច្រើនដែលរស់នៅបណ្ដាប្រទេសនានាបានពួតដៃគ្នាក្រោកឈរនាំសម្លេងដ៏ឈឺចាប់មួយនេះស្រែកប្រាប់ឲ្យអន្តរជាតិបានដឹងអំពីការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជានៅតាមបណ្ដោយព្រំដែនដែលគិតមកទល់នៅថ្ងៃទី12ខែធ្នូឆ្នាំ2025នេះសកម្មភាពឈ្លានពានប្រដាប់អាវុធយោធាថៃលើកម្ពុជាបានធ្វើឲ្យជនស៊ីវិល11នាក់បានស្លាប់របួស59នាក់ក្នុងនោះមានជនភៀសទឹក5ខេត្តមានចំនួន89,687គ្រួសារស្មើនឹង3,3211នាក់